បរោះវ័យក្មេងគ្រាន់តែស្ទុះដៃលើប្អូនស្រីប្រពន្ធមួយដៃមិននឹកស្មានថាជើងរបស់គាត់លេចមកជាស្នាមដៃឈាមប្អូនស្រីប្រពន្ធក្រហាយមុខហើយចង់ទៅប្រាប់បងស្រីភ្លាមប៉ុន្តែបរោះវ័យក្មេងនោះបានឃើញភ្លាមថាគាត់កំពុងមានជំងឺធ្ងន់ធ្ងរសំណាងល្អដែលគាត់បានរកឃើញទាន់ទេបើយឺតជាងនេះបន្តិចប្អូនស្រីប្រពន្ធប្រហែលជាស្លាប់ហើយបរោះវ័យក្មេងនោះបានឆ្លើយតបភ្លាមយ៉ាងរហ័សនិងប៉ិនប្រសប់ហើយបានបញ្ចូលចរន្តកម្ដៅមួយចូលទៅក្នុងផ្លូវរបស់ប្អូនស្រីរបស់ប្រពន្ធគាត់ភ្លាមនោះប្អូនស្រីរបស់ប្រពន្ធគាត់ញ័រខ្លួនមិនឈប់បន្ទាប់មកមានសំឡេងស្រែកស្ងាត់មួយរួចស្នាមដៃលើផ្លូវក៏បាត់ទៅដោយអភូតហេតុពីនាទីបន្ទាប់ជំងឺរ៉ាំរ៉ៃដែលនាងមានអស់ជាច្រើនឆ្នាំក៏បានជាសះស្បើយទាំងស្រុងស្ត្រីនោះឃើញជំនាញព្យាបាលរបស់បុរសវ័យក្មេងនោះពូកែខ្លាំងណាស់ហើយក៏នាំគាត់ត្រឡប់ទៅផ្ទះវិញដើម្បីព្យាបាលជីតាហើយដើម្បីឈ្នះបេះដូងស្រីបុរសវ័យក្មេងនោះមិនស្ទាក់ស្ទើរក្នុងកាយកំជុលប្រាក់ចាក់ទៅលើចំណុចសំខាន់នៃដៃជីតាមិននឹកស្មានថាវិនាទីបន្ទាប់ជីតាដែលមានជំងឺខ្វិនអស់មួយជីវិតរាងកាយភ្លាមមានអារម្មណ៍ដើម្បីសង្គុណដល់បុរសវ័យក្មេងដែលបានជួយសង្គ្រោះជីវិតតាសម្រេចចិត្តភ្លាមសម្រេចចិត្តសុំចៅស្រីជាទីស្រឡាញ់របស់លោកឲ្យបុរសនោះលីហើយក៏យល់ព្រមភ្លាមយប់នោះស្ត្រីនោះបាននាំបុរសនោះទៅផ្ទះប៉ុន្តែមុននឹងពួកគេមានស្នេហាគ្នាចំណែកកូនស្ទេចមានលុយវិញនៅមិនទាន់ដឹងពីភាពធ្ងន់ធ្ងរនៃរឿងនេះទេនៅតែលេងសប្បាយជាមួយនារីស្អាតនៅក្នុងបារមិនយូរប៉ុន្មានបុរសវ័យក្មេងនោះក៏មកដល់ក្បែរកូនស្ទេចមានលុយហើយក៏ប្រកាសដោយមោទនភាពឲ្យបុរសវ័យក្មេងនោះប្រាប់នាយិកាស្រីគ្រាន់តែគាត់ចុះជង្គង់សុំទោសគាត់ប៉ុណ្ណោះគាត់នឹងសងបំណុលទាំងអស់ឲ្យគាត់បុរសវ័យក្មេងនោះឃើញថាគូប្រកួតនៅតែហ៊ានគិតអំពីប្រពន្ធគាត់មិននិយាយអ្វីទេគាត់វាយកូនស្នងមានលុយនោះរយៈពេល2ម៉ោងកន្លះលានដុល្លារសម្រាប់ការប្រាក់ខ្ញុំនឹងឲ្យអ្នក100លានដុល្លារឬ200លានដុល្លារ100លានដុល្លារ100លានបន្ទាប់ពីទទួលបានប្រាក់វិញបុរសវ័យក្មេងនោះមិនបានធ្វើបាបកូនអ្នកមានទ្រព្យសម្បត្តិទៀតទេគាត់យកសែកដែលគាត់ផ្ដល់ឲ្យហើយងាកចេញទៅក្រោយដោះស្រាយរឿងរាវរួចបុរសវ័យក្មេងក៏បានទៅជាមួយប្រធានស្រីទៅផ្ទះជីតារបស់នាងប៉ុន្តែទើបចូលទៅដល់ទ្វារគាត់ត្រូវបានមីងមានចិត្តអាក្រក់ប្រមាថយ៉ាងខ្លាំងហើយក៏ប្រមាថបុរសវ័យក្មេងនោះផងដែរគ្រាន់តែជាកូនប្រុសក៏សិកមកពីភ្នំមួយគ្មានសក្តានុពលអ្វីសោះដើម្បីសមនឹងកូនស្រីរបស់គ្រួសារសៀវតែជាពាក្យរបស់ប្អូនស្រីល្អបងប្រុសទាំងអស់សុទ្ធតែស្ដាប់ឈួតណាស់និយាយរឿងសំខាន់ថ្ងៃនេះខ្ញុំបានទូរស័ព្ទទៅមនុស្សគ្រប់រូបដែលខ្ចីប្រាក់គ្រួសារយើងនៅក្រុងប៊ីនហៃឲ្យពួកគេសងប្រាក់វិញនៅថ្ងៃស្អែកហើយខ្ញុំបានប្រាប់ពួកគេថាបើមិនសងប្រាក់វិញទេក្រុមហ៊ុនសន្តិសុខឆិនហើយគឺជាឧទាហរណ៍ដ៏ល្អបំផុតប៉ុន្តែខ្ញុំសូមតំណាងឲ្យយីឆិនហ៊ានធ្វើខុសខ្លាំងណាស់ហ៊ានទៅរាយការណ៍ទៅក្រុមហ៊ុនបំណុលទាំងអស់គេពិតជាមិនដឹងថាពាក្យយល់ស្លាប់ជាសរសេរយ៉ាងម៉េចទេប្អូនស្រីសូមប្រាប់ដំណឹងនេះទៅយីឆិនប្រាប់គាត់ទៅថាខ្ញុំបានតាក់ទងជាមួយក្រុមហ៊ុន Black Tiger ហើយលើកនេះខ្ញុំនឹងឲ្យប្រធានក្រុម Black Tiger ចេញមុខដោយផ្ទាល់ស្អែកខ្ញុំត្រូវតែធ្វើឲ្យគាត់ឈ្មោះយីស្លាប់ទាំងស្រុងជួយខ្ញុំតាមដានគាត់ឲ្យចិត្តប្អូនស្រីជានោះដោយខ្លួនឯងក្រុមហ៊ុន Heiku នឹងចេញទៅធ្វើការទាំងអស់គ្នាបើយាយឆេងទៅទាមទារលុយនៅថ្ងៃស្អែកមិនមែនជាការទៅស្លាប់ទេអត់វីទេអាហោទាហានការពារនោះមនុស្សកំសាក់ណាស់ថ្ងៃនេះអ្នកទាំងអស់គ្នាដែលអង្គុយនៅទីនេះត្រូវវាយបែកគ្នាទាំងអស់ពាក្យរបស់ខ្ញុំអ្នកណាយល់ព្រមអ្នកណាមិនយល់ព្រមបុគ្គលនេះពិតជាមានចិត្តស្លុតខ្លាំងណាស់សូមឲ្យខ្ញុំសាកល្បងមើលមកចុះ